Bà sông chùm riệp xu bongប្អូនពុកម៉ែទាំងអស់ជាទីគោរពរាប់អានថ្ងៃនេះខ្ញុំមានប្រធានបទមួយដែលនិយាយតាក់ទងទៅនឹងការប៉ះទង្គិចផ្លូវចិត្តរបស់កុមារជាទូទៅកុមារងាយរងគ្រោះណាស់ងាយរងនឹងការប៉ះទង្គិចណាស់ការដែលទុកកុមារចោលក៏ចាត់ទុកថាជាព្រឹត្តិការណ៍នៃការប៉ះទង្គិចផ្លូវចិត្តដល់កុមារដែរអញ្ចឹងដោយសារតែអ្វីដោយសារតែគាត់ពិតជាងាយរងគ្រោះណាស់ហើយកាលណាកុមារមានការប៉ះទង្គិចគឺប៉ះពាល់ដល់អីបងប្អូនកុមារមានការប៉ះទង្គិចផ្លូវចិត្តប៉ះពាល់ដល់ការអភិវឌ្ឍរបស់កុមារដល់សុខភាពផ្លូវចិត្តកុមារហើយអាចបន្តទៅដល់វ័យជំទង់និងពេញវ័យដោយសារតែបទពិសោធន៍នៃការប៉ះទង្គិចផ្លូវចិត្តពីកុមារភាពដែលពីអតីតកាលខ្លួននៅជាកុមារភាពណាបងប្អូនណា